តពីប្រើស្វូឡានមកបានមួយរយៈឃើញថានិយាយទៅគឺកាត់បន្ថយការជ្រុះសក់ច្រើនមែនទែនពីមុនអត់ចាំបាច់ថាតើតកសក់ឬក៏សិតសក់អីបានជ្រុះសក់អីគ្រាន់តែអង្គុយស្ងៀមសៀវឬក៏ដើរនោះក៏ជ្រុះសក់មកដែរប៉ុន្តែឥឡូវគឺអត់ទេតើថាយើងកសក់ឬក៏សិតសក់ទើបជ្រុះមកហើយជ្រុះគឺជ្រុះតិចមែនទែនក៏អត់សូវជ្រុះច្រើនដូចពីមុនទេហើយសម្រាប់តែខ្សែសក់វិញគឺមានសភាពរឹងមាំជាងមុនហើយបើពីមុនវិញសម្រាប់សក់ខ្ញុំគឺងាយឡើងប្រេងហើយឡើងកែខ្លាំងមែនទែនប៉ុន្តែតាំងពីបានប្រើជាមួយនឹងស៊ីវូឡាណមកគឺអត់ងាយឡើងប្រេងហើយក៏អត់ងាយឡើងកែដែរហើយឃើញមានដុសកូនសក់ជាបន្តហើយនិយាយពីថាបើសិនជាពេលដែលយើងលាងសក់ចេញមកគឺថាមានសក់មានសភាពរលាស់រលោងចឹងមក